អញ្ចឹងយើងចូលមេរៀនរបស់យើងនឹងសារទី1យើងចូលប៉ុណ្្នឹងសិនហើយយើងចូលសារទី1ម្ដងទៀតចាំហើយយើងបន្តសាច់ទៀតសារទៀតសារទី2តម្ដងទៀតម្ដងទៀតចឹងយើងបានចង់ថតហើយឥឡូវនេះយើងវាយសារដែមទៅតែម្ដងបទនេះដែរក្នុងបន្ថតមកពីសាចឹងមកយើងហាត់បានមកថតនឹងហើយយើងលេបបានភាសាហើយយើងត្រូវយកថតទី1ភាសាទៀតតោះឥឡូវមើលទាំងអស់គ្នាថតទី1កលេងភាសាបទខ្មែរពោធិ៍សាត់ថតទី1បានចប់ប៉ុណ្ណឹងហើយអញ្ចឹងយើងនឹងសតថតទី2ថតទី3ព្រោះបទនេះមាន3ថត